ព្រះបាទឧទយាទិត្យវរ្ម័នទី 1 ទ្រង់សោយទីបង្គត់ទៅនៅរាជធានីយសោធបុរៈគឺក្រុងអង្គរក្នុងឆ្នាំ 1002 មានការជ្រើសរើសព្រះមហាក្សត្រមួយអង្គថ្មីដែលគេមិនបានស្គាល់ប្រវត្តិច្បាស់ឲ្យឡើងសោយរាជបន្តដែលមានព្រះនាមក្នុងរាជថាព្រះបាទជ័យវរវរ្ម័នក្នុងរាជរបស់ព្រះអង្គមានការបះបោរច្បាំងដណ្ដើមរាជគ្នារវាងព្រះអង្គនិងក្សត្រមួយអង្គទៀតដែលយាងមកពីទិសខាងលិចដែលជាអនាគតព្រះបាទសូរ្យវរ្ម័នទី 1 ក្នុងចម្បាំងដណ្ដើមរាជគ្នានេះក្នុងឆ្នាំ 1006 រាជធានីយសោធបុរៈគឺក្រុងអង្គរក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃអ្នកដណ្ដើមរាជក៏ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តអស់រយៈពេល 4 ឆ្នាំក្រោយមកទៀតពោលគឺរហូតដល់ឆ្នាំ 1010 ទើបព្រះបាទជ័យវរវរ្ម័នទទួលបរាជ័យទាំងស្រុងហើយក៏ទ្រង់សុគតក្នុងសង្គ្រាមនោះទៅដូច្នេះឃើញថាព្រះបាទជ័យវរវរ្ម័នសោយរាជពីឆ្នាំ 1002 ដល់ឆ្នាំ 1010 នៃគ្រិស្តសករាជក៏ប៉ុន្តែដល់ពេលទ្រង់សុគតទៅគេមិនបានដឹងពីព្រះមរណនាមរបស់ព្រះ